ថៃចុះបញ្ជីប្រាសាទតាមាន់តាក្របីប្រាសាទខ្នារបស់កម្ពុជាជាបេតិកភណ្ឌជាតិថៃផ្លូវការនាយកដ្ឋានវិចិត្រសិល្បៈថៃបានដាក់បញ្ចូលទីតាំងប្រវត្តិសាស្ត្រជាច្រើននៅក្នុងខេត្តសុរិន្ទទៅក្នុងបញ្ជីបេតិកភណ្ឌជាតិរួមទាំងប្រាសាទតាមាន់និងប្រាសាទតាក្របីដែលនៅជិតព្រំដែនកម្ពុជានេះបើតាមការចុះផ្សាយលើបណ្ដាញព័ត៌មានរបស់ថៃសេចក្តីប្រកាសនេះត្រូវបានចុះផ្សាយនៅថ្ងៃទី12ខែឧសភាក្រោមសេចក្តីប្រកាសរបស់នាយកដ្ឋានណាវិចិត្រសិល្បៈថៃដែលចុះបញ្ជីតំបន់បុរាណដែលត្រូវបានការពារនៅទូទាំងខេត្តសុរិន្ទលោកសុំម៉ាប់អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថាការចុះបញ្ជីរបស់ភាគីថៃមិនមានទម្ងន់ផ្នែកផ្លូវច្បាប់ណាមួយដើម្បីអះអាងលើអធិបតេយ្យភាពលើទីតាំងទាំងនោះទេនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យទោះជាយ៉ាងណាភាគីថៃបានបន្តធ្វើគ្រប់បែបយ៉ាងដើម្បីបានភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទខ្មែរនិងទីតាំងទាំងនោះក្រសួងវប្បធម៌នឹងចាត់វិធានការប្រឆាំងនឹងការចុះបញ្ជីប្រាសាទតាក្របីនិងតាមាន់ដោយភាគីថៃការបញ្ជាក់របស់រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជាបន្ទាប់ពីសារព័ត៌មានថៃ Khaosod English បានចុះផ្សាយនៅថ្ងៃទី12ខែឧសភាឆ្នាំ2026នេះថានាយកដ្ឋានសិល្បៈរបស់ថៃបានដាក់បញ្ចូលទីតាំងប្រវត្តិសាស្ត្រជាច្រើននៅក្នុងខេត្តសុរិន្ទទៅក្នុងបញ្ជីបេតិកភណ្ឌជាតិថៃដែលនៅក្នុងនោះរួមមានទាំងប្រាសាទតាមាន់និងប្រាសាទតាក្របីផងដែរនាយកដ្ឋានរបស់ថៃមួយនេះថែមទាំងបាននិយាយទៀតថាការចុះបញ្ជីនេះមានគោលបំណងផ្ដល់ការការពារផ្នែកច្បាប់កាន់តែច្បាស់លាស់សម្រាប់បូជនីយដ្ឋានបុរាណក្រោមច្បាប់អភិរក្សបេតិកភណ្ឌថៃ Like, share and follow more